នេះជាយប់ថ្ងៃទី29 ខែវិច្ឆិកាឆ្នាំ2008ជាយប់ទី4ដែលក្រុមឡាស្កាអ៊ីតៃបាបានវាយប្រហារទីក្រុងបំបីពួកគេបានចាប់ផ្ដើមវាយប្រហារចាប់ពីថ្ងៃទី26មកដល់ពេលនេះពួកគេបានសម្លាប់មនុស្សអស់165នាក់ហើយក្នុងនោះមានជនជាតិអាមេរិកបានស្លាប់អស់6នាក់និងមានជនជាតិបរទេសជាច្រើននាក់ទៀតពួកគេមានគ្នាទាំងអស់10នាក់តែត្រូវបានបាញ់សម្លាប់អស់8នាក់នៅសល់2នាក់ទៀត2នាក់នេះកំពុងតែបើកឡានគេចខ្លួនតែកំពុងតែត្រូវបានប៉ូលីសឡោមព័ទ្ធមិនដឹងថាពួកគេអាចគេចខ្លួនរួចឬអត់នោះទេប៉ូលីសបានឡោមព័ទ្ធស្ទាក់គ្រប់ច្រកលោហកគ្រប់ផ្លូវសំខាន់ទាំងអស់អ្នកដំណើរដែលធ្វើចរាចរណ៍នៅពេលរាត្រីក៏ត្រូវបានហាមឃាត់តាមមើលបើទោះជាក្រុមភេរវៈក៏មានស្លាប់ក៏មិនអាចហោះរួចដែរឡានពេទ្យឡានប៉ូលីសទាហានត្រូវបានរៀបចំរួចជាស្រេចច្រកតូចធំត្រូវបានផ្អាកធ្វើចរាចរណ៍ទាំងអស់គ្រប់ប៉ូលីសមានអាវុធគ្រប់ដៃមានឯកោមផ្ដាល់ព័ត៌មានឲ្យគ្នាទៅមុខយ៉ាងទាន់ចិត្តប៉ូលីសទាំងអស់បានធ្វើការយ៉ាងប្រុងប្រយ័ត្នចរាចរណ៍តាមផ្លូវបានស្ងប់ស្ងាត់បន្តិចម្ដងមិនមានភាពរញ៉េរញ៉ៃដូចមុនឡើយឧត្តមសេនីយ៍ម្នាក់បានឈរសង្កេតមើលឡានយ៉ាងយកចិត្តទុកដាក់ឡានភេរវៈក៏បើកសម្ដៅមកហើយទាំងអស់គ្នាប្រុងប្រយ័ត្នឆាប់យករនាំងខាងផ្លូវជាបន្ទាន់ឲ្យឆាប់ឡើងកុំឲ្យពួកគេបើកឡានចេញរួចឲ្យសោះទាំងអស់គ្នាប្រុងប្រយ័ត្នឲ្យមែនទេបញ្ឈប់ឡានហើយចេញមកភ្លាមឆាប់ឡើងឆាប់ចេញមកតាមស្រួលបើមិនចេញមកទេពួកយើងនឹងបាញ់ប្រាហើយឆាប់ឡើងចេញមកពេលនេះភេរវៈក៏នៅក្នុងឡានមានគ្នាតែ2នាក់មិនដឹងថាត្រូវរំដោះខ្លួនដោយរបៀបណាព្រោះផ្លូវទាំងមុខទាំងក្រោយត្រូវបានប៉ូលីសព័ទ្ធជុំវិញអស់ហើយប៉ូលីសបានស្រែកឲ្យភេរវៈក៏ចេញពីឡានតាមស្រួលបើមិនព្រមចេញទេក្រុមប៉ូលីសនឹងបាញ់ប្រហារភ្លាមក្រោយពីបាញ់ប្រហារហើយឡានក៏ជប់ធ្វើចលនាត្រូវច្រើនគ្រាប់បែបនេះតើភេរវៈក៏អាចនៅមានជីវិតរស់ទេរស់ឬស្លាប់មិនទាន់ដឹងទេហើយក្រុមប៉ូលីសក៏មិនហ៊ានទៅក្បែរឡានភ្លាមដែរមួយសន្ទុះហើយមិនទាន់ឃើញមានអ្វីប្លែកសោះតើពួកគេស្លាប់អស់ហើយទេដឹងទេមិនអាចរស់ទេព្រោះបាញ់រាប់សិបគ្រាប់ទៅហើយក្រុមប៉ូលីសក៏បាននាំគ្នារំកិលខ្លួនទៅក្បែរឡានបន្តិចម្ដងយ៉ាងប្រុងប្រយ័ត្នទាំងលោកឧត្តមសេនីយ៍និងប៉ូលីសផ្សេងទៀតបានដើរសម្ដៅទៅឡានយឺតខណៈដែលដៃទាំងពីរកាន់កំភ្លើងសម្ដៅទៅឡានបរិយាកាសជុំវិញស្ងប់ស្ងាត់គ្មានឮសំឡេងអ្វីទាំងអស់ក្រុមប៉ូលីសក៏មិនប្រកាសដែរថាតើពួកគេស្លាប់ឬក៏រស់ពួកគេជាក្រុមភេរវៈក៏អន្តរជាតិដូច្នេះល្បិចកលក៏មិនធម្មតាដែរខ្ញុំសូមបញ្ជាក់ថាពួកគេគឺជាក្រុមភេរវៈករនៃអង្គការភេរវកម្មឡាស្កាអ៊ីតៃបាដែលមានទីស្នាក់ការនៅរដ្ឋការ៉ាឈីនៃប្រទេសប៉ាគីស្ថានពួកគេជាជនជាតិប៉ាគីស្ថានបន្លំខ្លួនចូលមកឥណ្ឌាតាមរយៈទូកនេសាទគោលបំណងរបស់ពួកគេមកឥណ្ឌាគឺសម្លាប់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពួកគេមានគ្នាទាំងអស់10នាក់តែ8នាក់ទៀតត្រូវបានប៉ូលីសបាញ់សម្លាប់អស់ហើយនៅសល់តែ2នាក់នេះគត់ដែលប៉ូលីសទើបតែបាញ់ប្រហារហើយដែរពេលនេះមិនដឹងថាពួកគេស្លាប់ឬក៏រស់នោះទេមើលចុះកញ្ចក់ឡានធ្លុះដោយគ្រាប់កំភ្លើងតាមប្រហោងរុនដែលធ្លុះដោយគ្រាប់កំភ្លើងអាចមើលឃើញមុខមនុស្សម្នាក់ដែលពោពេញទៅដោយឈាមហើយម្នាក់ទៀតបិទភ្នែកផ្អែកខ្លួនគ្មានកម្រើតើពួកគេទាំងពីរស្លាប់ហើយឬនៅលោកឧត្តមសេនីយ៍ផ្អៀងផ្អងពិនិត្យយ៉ាងយកចិត្តទុកដាក់មើលបណ្ដាគិតក្នុងចិត្តបណ្ដាហើយក៏បានដើរខិតទៅជិតពួកគេចំណែកឯប៉ូលីសផ្សេងទៀតដៃកាន់កំភ្លើងភ្ជង់ទៅក្រុមភេរវៈករយ៉ាងប្រុងប្រយ័ត្នលោកឧត្តមសេនីយ៍បានដើរទៅយឺតហើយគាត់បានយកដៃមកខាងទាញទ្វារឡានដើម្បីពិនិត្យឲ្យកាន់តែច្បាស់កញ្ចក់ឡានធ្លុះសុះដោយគ្រាប់កំភ្លើងគាត់បានគិតក្នុងចិត្តថាភេរវៈករមិនអាចមានជីវិតរស់ទេបើកទ្វារឡានរួចគាត់បានសម្លឹងទៅពួកគេទាំងពីរពុទ្ធោពួកគេម្នាក់នៅមានជីវិតរស់នៅឡើយភេរវៈករបានទាញកំភ្លើងពីក្នុងឡានហើយបាញ់ប្រហារទៅគាត់ក្នុងស្ថានភាពប្រថុយញុចបែបនេះធ្វើឲ្យគាត់មិនអាចគេចខ្លួនទាន់ហើយប៉ូលីសផ្សេងទៀតក៏មិនអាចជួយគាត់ទាន់ពេលដែរគាត់ខំប្រឹងបតាយបន្ទាប់ទាញកំភ្លើងពីភេរវៈករចំណែកឯក្រុមប៉ូលីសផ្សេងទៀតបានយកដំបងវាយទៅភេរវៈករតែភេរវៈករដូចជាមិនព្រមបោះបង់កំភ្លើងសោះកាន់កំភ្លើងស្អិតរមុតមិនព្រមលែងហើយទីបំផុតក្រុមប៉ូលីសក៏ដណ្ដើមបានកំភ្លើងពីភេរវៈករតែអ្វីត្រូវបានហួសពេលទៅហើយលោកឧត្តមសេនីយ៍ត្រូវកំភ្លើងច្រើនគ្រាប់ដេកដួលលើផ្លូវមិនអាចសង្គ្រោះបានខ្លួនពោពេញទៅដោយឈាមដែលមើលទៅគួរតក់ស្លុតណាស់ខំប្រយ័ត្នម្លឹងហើយនៅតែមិនអាចគេចផុតពីគ្រោះកាចពិតជាអាណិតលោកឧត្តមសេនីយ៍ណាស់ដោយសារមិនអាចទប់កំហឹងបានក្រុមប៉ូលីសបានយកដំបងវាយទៅភេរវៈករដោយមិនបងអង់ដៃហើយបន្ទាប់មកភេរវៈករក៏ត្រូវបានប៉ូលីសចាប់បញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្នសិនដើម្បីរងចាំការកាត់ទោសនៅពេលក្រោយចំណែកលោកឧត្តមសេនីយ៍មិនអាចសង្គ្រោះបានក៏បានលាចាកលោកនៅពេលនោះទៅដូច្នេះជនរងគ្រោះដែលត្រូវបានក្រុមភេរវៈករសម្លាប់ទាំងអស់គឺ166នាក់ចង់ដឹងថាភេរវៈករមានវាសនាបែបណាសូមរងចាំទស្សនាវគ្គបន្ត